នៅតាមផ្លូវនៅក្នុងរាជធានីភ្នំពេញនៅឯក្បែរផ្សារធំចាស់មានឆ័ត្រពណ៌ស្វាយមួយដែលតែងតែលេចឡើងនៅរៀងរាល់ថ្ងៃដែលមានមេឃភ្លៀងឆ័ត្រនោះមានសភាពទ្រុឌទ្រោមក្រណែកក្រណាត់រហែកបន្តិចបន្តួចតែដៃឆ័ត្រនោះធ្វើចេញពីដើមឫស្សីដែលរលោងស្អាតដូចតែទើបនឹងធ្វើអ្នកដំណើរណាដែលប្រញាប់ទៅណាមកណាតែងតែឃើញឆ័ត្រនោះទុកចោលនៅក្បែរបង្គោលភ្លើងតែគេស្ទាក់ស្ទើរអ្នកខ្លះបានគិតថាប្រហែលឆ័ត្រនោះមានម្ចាស់ហើយគេភ្លេចបានទុកនៅទីនេះតែពេលនោះមេឃភ្លៀងខ្លាំងណាស់ក៏មានអ្នកលួចយកទៅប្រើនៅពេលដែលអ្នកណាប្រើឆ័ត្រនោះឡើងវាហាក់បីដូចជាធម្មតាតែបន្តិចក្រោយមកអ្នកនោះតែងតែឮសូរសំឡេងស្ត្រីម្នាក់បានខ្សឹបខ្សួលចេញពីក្រៅខ្នងសំទោសឆ័ត្រនេះមិនមែនជារបស់អ្នកនោះទេសំឡេងនោះទន់ភ្លន់តែពោរពេញទៅដោយភាពអន្ទះសាតែនៅពេលដែលគេបានងាកមើលទៅខាងក្រោយមិនឃើញនរណាម្នាក់នៅទីនោះឡើយមានតែមេឃភ្លៀងស្រស់ស្រិចអ្នកខ្លះភ័យពេកក៏បានចោលឆ័ត្រនោះនៅតាមផ្លូវតែឆ័ត្រនោះក៏បានបាត់ទៅវិញលុះភ្លៀងថ្ងៃក្រោយក៏បានលេចចេញមកនៅកន្លែងដដែលម្ដងទៀតរឿងរ៉ាវនេះចាប់ផ្ដើមពីនារីម្នាក់ដែលមានឈ្មោះថាម៉ារីនាងគឺជាក្មេងស្រីម្នាក់ដែលមានអាយុ22ឆ្នាំដែលជាអ្នកលក់ផ្កានៅឯផ្សារចាស់នៅថ្ងៃមួយម៉ាលីបានខ្ចីឆ័ត្ររបស់មិត្តភ័ក្តិរួមការងារជាមួយដើម្បីទៅកាន់មាត់ទន្លេនាងបានស្លៀកសំពត់ខ្មៅពាក់អាវប៉ាក់ផ្កាហើយដៃរបស់នាងកាន់ឆ័ត្រពណ៌ស្វាយនោះទៅជាមួយនៅតាមផ្លូវត្រឡប់មកវិញមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយដោយសារតែមេឃភ្លៀងខ្លាំងពេកនាងក៏បានរត់គេចភ្លៀងមិនទាន់ហើយក៏បានរអិលដួលនៅក្រោមស្ពាននោះនៅក្បែរបង្គោលភ្លើងនោះឆ័ត្រក៏បានហោះប៉ះទៅនឹងបង្គោលភ្លើងដៃឆ័ត្រនោះបានបាក់ហើយនាងក៏បានបាត់បង់ស្មារតីទៅគេបាននិយាយថានៅពេលដែលនាងស្លាប់ទៅវិញ្ញាណក្ខន្ធរបស់នាងនៅតែស្វែងរកឆ័ត្រនោះព្រោះនាងមិនទាន់បានត្រឡប់យកឆ័ត្រនោះទៅឲ្យម្ចាស់គេពិតប្រាកដវិញនោះឡើយឥឡូវនេះនាងបានដើរតាមឆ័ត្រនោះគ្រប់ទីកន្លែងហើយរងរកដល់ផ្លូវតែនរណាម្នាក់បានយកឆ័ត្រនោះទៅប្រើនាងនឹងលេចចេញជាសំឡេងខ្សឹបប្រាប់ថាឆ័ត្រនេះមិនមែនជារបស់អ្នកនោះទេថ្ងៃមួយមានយុវជនម្នាក់ឈ្មោះថាវិចិត្រគេបានជួលឆ័ត្រចាស់គាត់បានរកឃើញឆ័ត្រពណ៌ស្វាយនោះនៅក្រោមមេឃភ្លៀងហើយបានឃើញថាដៃឆ័ត្រនោះបានបាក់រួចក៏បានយកទៅជួសជុលនៅពេលដែលកំពុងតែធ្វើការក៏បានឮសូរសំឡេងស្ត្រីម្នាក់កំពុងតែយំនៅក្បែរត្រចៀករបស់គាត់តែវិចិត្រមិនភ័យនោះទេហើយគាត់បាននិយាយថាខ្ញុំមិនយកឆ័ត្ររបស់អ្នកទេខ្ញុំគ្រាន់តែចង់ជួសជុលវាឲ្យបានល្អដូចដើមវិញតែប៉ុណ្ណោះសំឡេងនោះក៏បានស្ងាត់ទៅលុះពេលដែលគាត់បានជួសជុលរួចគាត់ក៏បានយកឆ័ត្រនោះទៅដាក់នៅក្រោមដើមចាត្រង់កន្លែងដែលម៉ាលីបានស្លាប់រួចក៏បានអុជធូបហើយខ្សឹបប្រាប់ថាឆ័ត្រនេះបានជួសជុលរួចមកហើយឥឡូវអ្នកអាចយកវាឆងម្ចាស់ពិតប្រាកដគេបានវិញហើយយប់នោះគេបានឃើញមានពន្លឺពណ៌ស្វាយមួយបានភ្លឺនៅត្រង់ដើមចាបានមួយផ្លែតហើយក៏បានបាត់ទៅវិញហើយឆ័ត្រនោះក៏បានបាត់ទៅផងដែរតាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់បានឃើញឆ័ត្រពណ៌ស្វាយនោះនៅក្បែរបង្គោលភ្លើងទៀតនោះឡើយតែអ្នកស្រុកខ្លះបាននិយាយថានៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងពេលខ្លះពួកគេតែងតែបានឮសូរសំឡេងក្មេងស្រីម្នាក់បានខ្សឹបពីកន្លែងមួយដែលបាននិយាយថាអរគុណឆ័ត្រនេះនឹងត្រឡប់ទៅរកម្ចាស់វាវិញហើយបន្ទាប់ពីយប់ដែលវិចិត្របានជួសជុលឆ័ត្រពណ៌ស្វាយនោះរួចក៏បានអុជធូបនៅក្រោមដើមចាគាត់បានគិតថា
រឿងរ៉ាវនេះបានបញ្ចប់ទៅហើយប៉ុន្តែ3ថ្ងៃក្រោយមកវិចិត្រក៏បានចាប់ផ្ដើមស្រមៃឃើញស្ត្រីម្នាក់នៅក្នុងដំណេកនាងស្លៀកសំពត់ខ្មៅអាវប៉ាក់កាដៃរបស់នាងកាន់ឆ័ត្រពណ៌ស្វាយដដែលនោះតែលើកនេះឆ័ត្រនោះនៅតែល្អឥតខ្ចោះគ្មានស្នាមរហែកនាងបានញញឹមដាក់គាត់ដូចបាននិយាយថាអរគុណអ្នកជួសជុលឆ័ត្រតែឆ័ត្រនេះមិនមែនជារបស់ខ្ញុំទេវិចិត្របានភ្ញាក់ឡើងរួចបានសួរនៅក្នុងសុបិនថាមិនមែនជាឆ័ត្ររបស់អ្នកចុះហេតុអ្វីបានជាអ្នកដែលកាន់ឆ័ត្រនេះនាងបានដកដង្ហើមធំមុននឹងឆ្លើយខ្ញុំគ្រាន់តែជាអ្នកខ្ចីឆ័ត្រនេះពីមិត្តភ័ក្តិរបស់ខ្ញុំតែប៉ុណ្ណោះម្ចាស់ពិតប្រាកដរបស់វាគឺដួងតែបានស្លាប់ដោយសារតែជំងឺតាំងពី7ឆ្នាំមុនឆ័ត្រនេះគឺជាវត្ថុតែមួយគត់ដែលម្ដាយរបស់នាងបានបន្សល់ទុកឲ្យតែខ្ញុំភ្លេចមិនបានត្រឡប់យកឲ្យវាវិញរហូតដល់ពេលនេះវិចិត្របានផ្ញើពីដំណេកដែលបែកញើសសរស័កពេញខ្លួនគាត់បាននឹកឃើញថាកាលពីប៉ុន្មានថ្ងៃមុនគាត់បានឃើញឆ័ត្រពណ៌ស្វាយនេះនៅកន្លែងដដែលវាមិនបានបែកបាក់ទៅណាទៀតនោះទេគ្រាន់តែវាផ្លាស់ប្ដូរទីតាំងបន្តិចបន្តួចតែប៉ុណ្ណោះគាត់ក៏បានស៊ើបអង្កេតរឿងនេះគាត់បានដើរសួររកឈ្មោះដួងតាមមនុស្សចាស់ដែលស្ថិតនៅក្នុងផ្សារយូរទៅគាត់បានដឹងថាម្ដាយរបស់ដួងនៅរស់គាត់គឺមានឈ្មោះថាលោកយាយតាន់ដែលឥឡូវនេះគាត់បានរស់នៅក្នុងខ្ទមចាស់មួយនៅក្បែរវត្តនៅប្រហែលចម្ងាយ10គីឡូម៉ែត្រវិចិត្របានយកឆ័ត្រនោះទៅជាមួយហើយបានជិះម៉ូតូទៅរកលោកយាយពេលដែលទៅដល់លោកយាយកំពុងតែអង្គុយលក់ស្ករត្នោតនៅមុខផ្ទះនៃរបស់លោកយាយមើលមិនសូវច្បាស់តែនៅពេលដែលឃើញវិចិត្រយកឆ័ត្រពណ៌ស្វាយនោះដាក់ឲ្យគាត់មើលលោកយាយក៏បានស្រែកឡើងទាំងទឹកភ្នែកឆ័ត្ររបស់ដួងឆ័ត្រកូនស្រីរបស់យើងម៉ែបានគិតថាវាបាត់ទៅហើយលោកយាយបានកាន់ឆ័ត្រនោះទាំងដៃរញាក់រញ័រយាយបានប្រាប់ថាដួងស្រឡាញ់ឆ័ត្រនេះណាស់ព្រោះវាគឺជាអំណោយពីឪពុករបស់នាងកាលពីមុនតែពេលនេះគាត់បានស្លាប់ទៅហើយដួងធ្លាប់បានសន្យាថានឹងយកឆ័ត្រនេះទៅឲ្យម្ដាយនៅថ្ងៃដែលនាងបានរៀបការក៏ប៉ុន្តែនាងបានស្លាប់មុនពេលនោះវិចិត្របាននិយាយថាយាយខ្ញុំបានគិតថាវិញ្ញាណកូនស្រីរបស់លោកយាយចង់ឲ្យឆ័ត្រនេះត្រឡប់មកលោកយាយវិញលោកយាយបានយកឆ័ត្រនោះទៅដាក់នៅក្បែររូបថតរបស់ដួងនៅយប់នោះលោកយាយបានថាគាត់បានឮសូរសំឡេងរបស់ដួងច្រៀងបណ្ដើរបើកឆ័ត្រនោះបណ្ដើរដូចជានាងកាលនៅពីក្មេងវិចិត្របានត្រឡប់ទៅផ្ទះវិញដោយស្ងប់ចិត្តតែនៅយប់នោះគាត់បានសម័យឃើញនារីម្នាក់ដែលមានឈ្មោះថាមារីម្ដងទៀតលើកនោះនាងបានអង្គុយលើថ្មក្បែរមាត់ទន្លេដែលគ្មានឆ័ត្រនាងបានខ្សឹបប្រាប់ថាឥឡូវនេះខ្ញុំសប្បាយចិត្តហើយប៉ុន្តែខ្ញុំនៅតែមិនអាចទៅកើតនៅជាតិថ្មីបាននោះទេលោកដរាបណាខ្ញុំបានសូមទោសមិត្តភក្តិរបស់ខ្ញុំតែខ្ញុំបានខ្ចីឆ័ត្ររបស់គេវិចិត្របានភ្ញាក់ឡើងហើយបានយល់ថាកិច្ចការនេះមិនទាន់ចប់នោះទេតើវិចិត្រនឹងទៅរកមិត្តភក្តិរបស់ម៉ារីឃើញដែរឬទេហើយតើមិត្តភក្តិរបស់ម៉ារីនៅរស់ឬក៏ស្លាប់បាត់ទៅហើយចុះមិត្តភក្តិនារីឥឡូវគេកំពុងតែកាន់ឆ័ត្រមួយទៀតមែនទេទៅឬក៏វាគឺជាឆ័ត្ររបស់ខ្មោចដូចគ្នានោះ